បងប្អូនទាំងអស់គ្នានេះគឺជាហេតុការណ៍នៃយន្តហោះធុនស្រាលមួយគ្រឿងដែលបានហោះទៅបុកនឹងអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនបណ្ដាលឲ្យអ្នកបើកបរយន្តហោះម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងនិងមនុស្ស13នាក់ផ្សេងទៀតរងរបួសហេតុការណ៍នេះបានកើតឡើងនៅវេលាប្រមាណជា5:55នាទីល្ងាចថ្ងៃទី26ខែមិថុនាឆ្នាំ2026ដែលមានយន្តហោះធុនស្រាលមួយគ្រឿងបានហោះទៅបុកនឹងអគារ China Zone ដែលជាអគារខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនបណ្ដាលឲ្យអ្នកបើកបរយន្តហោះម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងមនុស្ស13នាក់ផ្សេងទៀតដែលនៅលើដីបានរងរបួសដោយសារការធ្លាក់នៃកញ្ចក់និងបំណែកផ្សេងៗរបស់យន្តហោះដែលបានធ្លាក់ពីលើអគារនោះមកហេតុការណ៍នេះបានធ្វើឲ្យកញ្ចក់ផ្នែកខាងលើបែកខ្ទេចប៉ុន្តែរចនាសម្ព័ន្ធនៃអគារមិនបានទទួលរងការខូចខាតអ្វីនោះទេក្រុមអ្នកជួយសង្គ្រោះបានចុះអន្តរាគមន៍ភ្លាមៗនិងបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះអាជ្ញាធរចិនកំពុងស៊ើបអង្កេតដើម្បីរកអំពីមូលហេតុថាតើហេតុអ្វីបានជាយន្តហោះមួយគ្រឿងនេះអាចហោះចូលដែនអាកាសដែលមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងបែបនេះហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាបានកើតឡើងនៅទីក្រុងដែលមានការគ្រប់គ្រងដែនអាកាសយ៉ាងតឹងរ៉ឹងអាជ្ញាធររំពឹងថាលទ្ធផលនៃការស៊ើបអង្កេតនឹងបង្ហាញអំពីការពិតនិងការពារកុំឲ្យមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្ដងទៀតនោះទេ